ថ្ងៃនេះណែនាំពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនផុសដៃគូសហការបងប្អូនដែលអត់ដឹងផុសដៃគូសហការបានន័យថាផុសមួយវីដេអូចូលទៅកាន់2 page អញ្ចឹងបងប្អូនយើងអាចកលែបពី page ទៅ account admin របស់យើងក៏អាចផុសពី page ទៅកាន់ page មួយទៀតដែរបងប្អូនអញ្ចឹងបន្ទាប់ពីយើងដាក់ចំណងជើងដាក់hashtag បានត្រឹមត្រូវហើយគឺវាចេញគ្រីសបែបនេះបងប្អូននេះគ្រីសបែបនេះបានន័យថាត្រឹមត្រូវដោយសិនជាអត់គ្រីសបងប្អូនអាចចុចប្រឡោះហ្នឹងភ្លុបវានឹងចេញជាកន្លែងនេះបងប្អូនដោយសារវាគ្រីសអស់ហើយដោយសារខ្ញុំវីដេអូខ្ញុំត្រឹមត្រូវភាពច្បាស់អីក៏ច្បាស់ដែរបងប្អូនហើយកម្រិតវីដេអូគឺខ្ញុំដាក់កម្រិតត្រឹមត្រូវរបស់គេតាមស្តង់ដារអញ្ចឹងបងប្អូនវានឹងគ្រីសទាំងអស់បើសិនជាពុកម៉ែបងប្អូនអត់តន់គ្រីសពុកម៉ែបងប្អូនអាចទៅកែវីដេអូបងប្អូនបានអូខេតោះយើងផុសដៃគូសហការផុសបែបណាបងប្អូនយើងចូលទៅកន្លែង tag add call នេះបងប្អូនរូបមនុស្សហ្នឹងយើងចុចទៅហ្នឹងមកអូខេបន្ទាប់មកពុកម៉ែបងប្អូនចុចកន្លែងនេះទី2នេះអូខេបន្ទាប់មកពុកម៉ែបងប្អូនសរសេរឈ្មោះ page មួយណាដែលយើងគិតថាចង់សហការជាមួយយើង search យើងវាយរកទៅបងប្អូនដោយសារតែខ្ញុំធ្លាប់ search រកហើយឥឡូវនេះ account វានៅខាងលើហ្នឹងឯងឥឡូវខ្ញុំចង់ឲ្យដាក់សហការជាមួយ account នេះអូខេយើងដាក់នៅហើយបន្ទាប់មកយើងចុច done ខាងលើហ្នឹងហើយអូខេហើយជាការស្រេចពុកម៉ែបងប្អូនបន្ទាប់មកយើងចុចផុសទៅមកយើងចុច share now ទៅហ្នឹងមកវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាមានប្រយោជន៍ចុច like follow ខ្ញុំមួយផងអូខេជួបគ្នានៅវីដេអូក្រោយបាយបាយ